ប្រវត្តិអ្នកទោសអង្គការខួនស៊ុនហៅកំផាននៅភូមិភាគបូព៌ាខួនស៊ុនហៅកំផាននិងសកម្មភាពប្រឆាំងនឹងខ្មែរក្រហមខួនស៊ុនហៅកំផានអាយុ23ឆ្នាំកើតនៅភូមិតាខេងឃុំមើនជ័យស្រុកសំរោងខេត្តស្វាយរៀងក្នុងតំបន់23នៅឆ្នាំ1973កំផានបានចូលធ្វើបដិវត្តន៍តាមរយៈមិត្តសាផុងជាអនុនយោបាយក3ក្នុងតំបន់23ប៉ុន្តែបន្ទាប់មកដោយសារសាផុងត្រូវបានអង្គការហៅទៅរៀននៅតាខ្មៅសាផុងបានយកកំផានទៅផ្ញើទុកដាក់ជាមួយមិត្តយ៉ាអគ្គសេនាធិការតំបន់23ពេលនោះមិត្តយ៉ាបានអប់រំកំផានថាថ្ងៃនេះប្អូនត្រូវមើលឃើញឲ្យច្បាស់ធ្វើបដិវត្តន៍គឺតឹងតែងមានវិន័យតឹងរឹងដើរហើរសេរីមិនបានគ្មានបនស័កហើយជីវភាពរស់នៅក៏មិនបានទូលំទូលាយដែរបន្ទាប់មកឈ្មោះមិត្តយ៉ាក៏បាននិយាយប្រាប់អំពីខ្សែរយៈតាក់ទងខាងលើទៀតដែលមានមិត្តសូនិងមិត្តធុចហើយបានប្រកល់ទូនាទីឲ្យកំផានធ្វើជានិរសាររបស់ខ្លួនតាក់ទងជាមួយក្រុមក្បត់បដិវត្តន៍របស់ខ្លួនចំនួន10នាក់មកប្រជុំខ្លឹមសារប្រជុំមានផែនការទី1ដើម្បីឲ្យទាហានចូលមកតាមផ្លូវជាតិលេខ1ទី2ពេលទាហានរបស់មិត្តយ៉ុងសាក់4ចូលមកគឺកុំឲ្យបងប្អូនបាញ់ការតាក់ទងសុំជំនួយពីកងទ័ពវៀតណាមក្នុងការធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហមក្រោយមកមិត្តយ៉ាក៏បានឲ្យកំផានតាក់ទងជាមួយជនជាតិវៀតណាមឈ្មោះថាំងជាលេខាកងពលលេខ7របស់វៀតណាមដែលមានទីតាំងនៅវត្តចន្ទ្រីដើម្បីសុំក្របបែកនិងក្របកំភ្លើងដៃមួយចំនួនសម្រាប់យកមកបម្រើសកម្មភាពក្បត់ប្រឆាំងនឹងបដិវត្តន៍ខ្មែរក្រហមខាងវៀតណាមក៏សុខចិត្តឧបត្ថម្ភឲ្យក្របរំសេវចំនួន3ប្រភេទដែលមានដូចជាក្របបែកធុនផ្លែក្រសាំងចំនួន3កេសគ្រាប់ M79 ចំនួន100គ្រាប់និងអាវុធ AK ចំនួន3កេសក្រោយពីបានធ្វើការតាក់ទងសុំក្របរំសេវពីកងទ័ពវៀតណាមរួចមកមិត្តយ៉ាបានឲ្យកំផានទៅហៅមិត្តប៊ុនអរិទ្ធជាប្រធានសន្តិសុខនៅស្រុករមាសហែកឲ្យមកជួបដើម្បីប្រាប់ពីផែនការនិងទិសដៅក្បត់បដិវត្តន៍មួយចំនួននៅពេលនោះមិត្តយ៉ាបានឲ្យប៊ុនអរិទ្ធទៅយកក្របរំសេវដែលទ័ពវៀតណាមបានឧបត្ថម្ភទាំងអស់នៅខាងកើតវត្តចន្ទ្រីដែលជាកន្លែងរបស់មិត្តថាំងដើម្បីឲ្យយកទៅកំទេចមុខសញ្ញាពីរកន្លែងទី1ឲ្យយកទៅកំទេចឃ្លាំងពាណិជ្ជកម្មភូមិភាគនៅផ្សារបោះព្រីងទី2ឲ្យយកទៅកំទេចរោងចក្រម៉ាស៊ីនអាឈើម៉ាស៊ីនធ្វើក្រដាសម៉ាស៊ីនក្រឡឹងដែកនៅខែកញ្ញាឆ្នាំ1973ការតាក់ទងរវាងក្រុមក្បត់ទាំងនោះរួមជាមួយវៀតណាមថាំងនិងទីងាគឺក្នុងគោលបំណងដើម្បីឲ្យកម្លាំងទាំងពីរមានភាពកាន់តែជិតស្និទ្ធនឹងគ្នាហើយងាយស្រួលក្នុងការអនុវត្តការកំទេចកម្លាំងរបស់បដិវត្តន៍ចោលដើម្បីផ្លាស់ប្ដូរការអនុវត្តតាមរបៀបសង្គមចាស់ដែលមានបនស័កប្រាក់ខែនិងអាចដើរហើរបានដោយសេរីនៅពេលនោះក្រុមក្បត់ប្រឆាំងនឹងបដិវត្តន៍ខ្មែរក្រហមបានបើកការប្រជុំគ្នាដែលមានយ៉ាជាគណៈសេនាធិការសែលគណៈអប់រំទទួលបន្ទុកជាប្រធាននយោបាយមិត្តរឹមជាគណៈអប់រំទទួលបន្ទុកជាប្រធានយោធាមិត្តសត្យាជាគណៈអប់រំទទួលបន្ទុកជាអនុយោធាមិត្តសួនជាលេខាវរសនាតូចលេខ23មិត្តសែនជាអនុយោធាវរសនាតូចលេខ23មិត្តប៉ិនជាអនុនយោបាយខ23មិត្តសាទជាប្រធាននយោបាយខ68តំបន់23សាមនជាប្រធានយោធាខ35និងមិត្តជាដែលជាប្រធានយោធាខ90ការប្រជុំនេះដើម្បីប្រាប់ឲ្យដឹងពីផែនការដែលត្រូវអនុវត្តដូចជាទី1ហាមផ្ទុះអាវុធលើកម្លាំងរបស់មិត្តយ៉ុងសាក់4ដើម្បីងាយស្រួលក្នុងការតាក់ទងកម្លាំងឲ្យធ្វើសកម្មភាពជាមួយគ្នាទី2ត្រូវធ្វើសកម្មភាពជុំវិញមន្ទីរបដិវត្តន៍និងគ្រប់មូលដ្ឋានហើយត្រូវរៀបចំកម្លាំងងាយស្រួលក្នុងការអនុវត្តកំទេចកម្លាំងបដិវត្តន៍នៅខែវិច្ឆិកាដល់ខែធ្នូឆ្នាំ1973កំផានត្រូវបានមិត្តយ៉ាចាត់ឲ្យទៅនៅធ្វើជានិរសាររបស់មិត្តសែលហើយមិត្តសែលបានណែនាំកំផានថាប្អូនជានិរសារត្រូវតែអនុវត្តការងារឲ្យបានហ្មត់ចត់លើភារកិច្ចរបស់ខ្លួនក្នុងការតាក់ទងសម្បត្តិពីមួយកន្លែងទៅមួយកន្លែងមិត្តសែលបានឲ្យកំផានយកសម្បត្តិទៅឲ្យមិត្តសូនៅភូមិតាសូសេកស្រុកសំរោងខេត្តស្វាយរៀងក្នុងតំបន់23បន្ទាប់ពីមិត្តសូបានអានសម្បត្តិរួចភ្លាម
មិត្តសូបានឲ្យកំផានយកក្របបែកចំនួន50គ្រាប់ទៅប្រគល់ឲ្យនារសារបស់ខ្លួនគឺមិត្តសៀនជានារសាសេនាធិការមិត្តសុនជានារសារបស់មិត្តយ៉ាមិត្តម៉ានជាអ្នកស៊ើបការរបស់សេនាធិការនិងកំហៀងជាសមាជិកបច្ចេកទេសពេទ្យតំបន់23ក្នុងអំឡុងពេលនោះមិត្តឆនជាអនុប្រធានឃុំញោមិត្តកំហៀងបានឲ្យធ្វើសកម្មភាពបោកក្របបែកនៅឃុំថ្នោតនិងមិត្តម៉ានក្នុងបំណងសម្រាប់ប្រធានឃុំថ្នោតម្នាក់ដើម្បីកុំឲ្យអនុប្រធានឃុំថ្នោតនោះរាយការណ៍ពីសកម្មភាពដែលបានតាក់ទងគ្នាជាមួយទ័ពវៀតណាមនៅភូមិអំបិលឃុំថ្នោតកាលពីលើកមុនពីខែមករាដល់ខែកុម្ភៈឆ្នាំ1974មិត្តសែលបានឲ្យកំផានមិត្តសាទមិត្តជានិងមិត្តសាមនឲ្យមកប្រជុំនៅភូមិក្រសាំងដោយមានការចូលរួមចំនួន15នាក់ហើយចំពោះខ្លឹមសារនៃការប្រជុំនេះមាន2ចំណុចជាសំខាន់គឺ1ត្រូវអនុវត្តបន្តលើផែនការក្នុងឆ្នាំ1974ដើម្បីកំទេចកម្លាំងបដិវត្តខ្មែរក្រហមគ្រប់ផ្នែកក្នុងតំបន់23ដែលប្រើប្រាស់គ្រាប់បែករួមផ្សំនឹងអាវុធផង2ត្រូវរៀបចំកម្លាំងដើម្បីងាយស្រួលក្នុងការតាក់ទងជាមួយកម្លាំងរបស់មិត្តយ៉ងជាសាក់4ប្រចាំខេត្តស្វាយរៀងដើម្បីកំទេចនិងបំផ្លាញសម្ភារៈនិងទ្រព្យសម្បត្តិរបស់បដិវត្តឲ្យអស់ក្នុងតំបន់23ទាំងមូលផែនការសហការជាមួយកងទ័ពវៀតណាមក្នុងការប្រឆាំងបដិវត្តខ្មែរក្រហមក្នុងឆ្នាំ1975ខែឧសភាឆ្នាំ1975មិត្តសូលេខាតំបន់23បានហៅមិត្តយ៉ាឆែមសែលនិងមិត្តឆិតទៅប្រជុំនៅខេត្តស្វាយរៀងដែលមានសមាជិកនៅក្នុងពេលប្រជុំនោះចំនួន29នាក់ដែលមានឈ្មោះដូចតទៅឈ្មោះសូជាលេខាតំបន់23ធុចជាអនុលេខាតំបន់23សាផាតជាសមាជិកកៅអានជាសមាជិកចៃសារីជាសមាជិកយ៉ាជាលេខាធិការឆែមជាអនុលេខាធិការសែលជាសមាជិកឆិតជាសមាជិកប៉ុនជាលេខាធិការស្រុកសំរោងផនលេខាស្រុកកំពង់រោសាលីវជាលេខាស្រុកប្រសូតគួនជាលេខាស្រុកស្វាយរៀងសមនជាលេខាស្រុកសំរោងច័ន្ទជាអនុលេខាស្រុកប្រសូតរីសាជាអនុលេខាស្រុកស្វាយរៀងរីថាជាសមាជិកស្រុកប្រសូតសត្យាជាគណៈក្រសួងនយោបាយធឿនជាគណៈយុវករមន្ទីរសេនាធិការសួនជាលេខាវរសនាតូចកំភ្លើងធំសានជាលេខាវរសនាតូចលេខ75ខាងផ្នែកភពភាសកុនជាលេខាខោស៊ើបការសេនាធិការកាវនជាអនុលេខាធិការវរសនាធំលេខ113តំបន់23ប៉ិនអនុលេខាវរសនាធំលេខ130សាទជាលេខាវរសនាធំលេខ90យ៉ានជាអនុលេខាខោស៊ើបការសេនាធិការសមនជាលេខាវរសនាធំលេខ130ជាអនុលេខាវរសនាតូចលេខ90និងសារ៉ាត់ជាអនុលេខាវរសនាតូចលេខ73ក្រោយពីប្រជុំហើយកំផានបានស្ដាប់ឮមិត្តសូនិយាយថាបើវៀតណាមចូលតាមមុខសញ្ញាកុំឲ្យបងប្អូនបាញ់ត្រូវប្រឆាំងនឹងផែនការ3តោនក្នុងដំណើរការកសាងប្រទេសកុំឲ្យរីកចម្រើនលូតលាស់ទៅមុខបានហើយត្រូវរៀបចំកម្លាំងរបស់យើងឲ្យបានស្រួលដើម្បីបន្តសកម្មភាពក្នុងឆ្នាំ1975ឲ្យបានខ្លាំងក្លានៅអំឡុងខែមិថុនាដល់ខែកក្កដាឆ្នាំ1975មិត្តសែលនិងមិត្តផនបានទៅតាក់ទងគ្នាជាមួយមិត្តទឿងកងទ័ពវៀតណាមនេតិជាលេខាកងពលលេខ5ពេលទៅដល់កំផាននិងនារសារបស់ផនបានអង្គុយចាំនៅខាងក្រៅហើយបានស្ដាប់ឮមិត្តសែលនិងមិត្តផននិយាយថាខ្ញុំមកនេះដើម្បីឲ្យកម្លាំងរបស់មិត្តចូលមកធ្វើសកម្មភាពក្នុងស្រុកកំពង់រោភូមិព្រៃវល្លិទី1ឲ្យចូលពីខាងជើងទី2ឲ្យនៅខាងកណ្ណុងកំភ្លើងធំធ្វើសកម្មភាពវាយបុកចូលស្រុកប្រសូតពួកទ័ពវៀតណាមបានបាញ់ផ្លោងដាក់ភូមិព្រៃវល្លិបណ្ដាឲ្យប្រជាជនរត់ចោលការដកស្ទូងហើយបានសម្លាប់កងទ័ពអស់ចំនួន5នាក់នៅក្នុងខែសីហាឆ្នាំ1975មិត្តសែលនិងមិត្តយ៉ាបានឲ្យកំផានយកសម្បត្តិទៅឲ្យមិត្តថាំងជាលេខាកងពលវៀតណាមនៅបាត្រាស់ក្រោយពីថាំងបានអានសម្បត្តិនោះរួចហើយក៏បាននិយាយប្រាប់កំផានថាបងយ៉ាបងសែលឲ្យកម្លាំងខ្ញុំចូលទៅនៅស្រុករមាសហែកធ្វើសកម្មភាពបាញ់ផ្លោងក្រោយពីកំផានបានត្រឡប់មកវិញ
មិត្តយ៉ាមិត្តសែនិងមិត្តឆិតបានទៅកន្លែងរបស់មិត្តសមននិងមិត្តជានៅខាងកើតកំពង់ត្រាចដោយនិយាយតាក់ទងគ្នាថាចំពោះកម្លាំងមិត្តថាំងខ្ញុំឲ្យមកនៅព្រៃតាខុបមួយកងវរៈសេនាតូចហើយមិត្តតាក់ទងឲ្យចប់ដើម្បីងាយស្រួលក្នុងការងាររបស់យើងតទៅទៀតមកដល់ខែកញ្ញានិងខែតុលាឆ្នាំ1975ឈ្មោះសែលយ៉ាឆិតនិងឆែមបានឲ្យកំផានយកសម្បត្តិទៅឲ្យឈ្មោះសួនសែនសាទវនសាមនសារ៉ាត់ពិនសាគុណនិងឈ្មោះយ៉ាដើម្បីឲ្យមកប្រជុំនៅចវត្តមាននៅក្នុងពេលប្រជុំនោះមានចំនួន16នាក់ដែលក្នុងនោះមានឈ្មោះយ៉ាជាលេខាសេនាធិការឆែមជាអនុលេខាសេនាធិការសែលជាសមាជិកទី1ទទួលខុសត្រូវខាងប្រធាននយោបាយឆិតជាសមាជិកទី2ទទួលខុសត្រូវខាងភស្តុភារសត្យាជាសមាជិកទី2ទទួលខុសត្រូវខាងក្រសួងនយោបាយធឿនជាគណៈយុវករនៃមន្ទីរសេនាធិការសមនជាលេខាវរៈសេនាធំលេខ130តំបន់23សាទជាលេខាវរៈសេនាធំលេខ112តំបន់23ជាអនុលេខាវរៈសេនាតូចលេខ90សែនជាលេខាកងវរៈសេនាតូចលេខ75សួនជាលេខាកងវរៈសេនាតូចកំភ្លើងធំពិនជាអនុលេខាវរៈសេនាធំលេខ130តំបន់23កវនអនុលេខាកងវរៈសេនាធំលេខ112សារ៉ាត់ជាអនុលេខាកងវរៈសេនាតូចលេខ73យ៉ានជាអនុលេខាខូសើបការសេនាធិការនិងឈ្មោះសគុណជាលេខាខូសើបការសេនាធិការក្រោយពេលប្រជុំហើយកំផានបានលើឈ្មោះយ៉ានិយាយអំពីការងារដែលត្រូវអនុវត្តលើផែនការធ្វើសកម្មភាពនៅក្នុងស្រុកប្រសូតពោលគឺត្រូវប្រឆាំងលើដំណើរការកសាងប្រទេសនិងត្រូវរៀបចំកម្លាំងឲ្យបានស្រួលក្នុងការអនុវត្តជាបន្តទៀតហើយកម្លាំងរបស់ឈ្មោះសែនត្រូវធ្វើការអុកឡុកក្នុងមូលដ្ឋានស្រុកប្រសូតបន្ទាប់មកឈ្មោះយ៉ាបានឲ្យកំផានទៅហៅគឹមហៀងពិនម៉ាននិងឈ្មោះសុនដើម្បីណែនាំឲ្យធ្វើសកម្មភាពបោកគ្រាប់បែកក្នុងមូលដ្ឋានស្រុកសំរោងពេលទទួលបានការណែនាំហើយក៏បានយកផែនការនោះទៅអនុវត្តដោយបានចុះទៅបោកគ្រាប់បែកនៅព្រៃពេកប៉ុន្តែផែនការនោះមិនបានសម្រេចទេព្រោះត្រូវបែកការហើយត្រូវកងទ័ពបដិវត្តដេញបាញ់ដោយឡែកសកម្មភាពរបស់ឈ្មោះសែលនិងកំផានគឺបានចុះទៅមុខសញ្ញាផ្លូវជាតិលេខ1ដើម្បីអនុវត្តសកម្មភាពក្បត់ដោយបើកដៃឲ្យកងទ័ពវៀតណាមបាញ់ផ្លោមមកលើប្រជាជនបណ្ដាឲ្យស្លាប់ប្រជាជនអស់ជាច្រើនអ្នកក្រោយមកទៀតឈ្មោះសែលបានឲ្យកំផានយកសម្បត្តិទៅឲ្យឈ្មោះសាទសាមនពិនសែនកាវនសួនសារ៉ាត់និងឈ្មោះជាដើម្បីប្រជុំដាក់ផែនការអំពីការបើកដៃឲ្យកងទ័ពវៀតណាមចូលមកធ្វើសកម្មភាពនៅព្រៃកូនគីដែលទុកឲ្យពួកគេនៅកន្លែងនោះសិនហើយកុំឲ្យបងប្អូនបាញ់ក្រោយមកឈ្មោះសែលនិងឈ្មោះផនបានទៅកន្លែងទឿងដើម្បីឲ្យកម្លាំងរបស់ទឿងចូលមកធ្វើសកម្មភាពបាញ់ផ្លោងហើយឲ្យចូលមកនៅស្រុកប្រសូតព្រៃចំណាដែលមានកម្លាំងរបស់ផននៅទីនោះស្រាប់ផងការតាក់ទងរបស់ឈ្មោះសែលនិងឈ្មោះផនជាមួយឈ្មោះទឿងដែលជាលេខាកងពលលេខ5នៃកងទ័ពវៀតណាមគឺស្ថិតនៅភូមិអំបិលក្រោយពីតាក់ទងរួចហើយឈ្មោះសែលបានឲ្យកំផានទៅកន្លែងរបស់សមនពិនសែនសារ៉ាត់សាទសួនយ៉ាសាគុណកាវននិងឈ្មោះកំហៀងឲ្យមកប្រជុំនៅមន្ទីរតំបន់វត្តមាននៅក្នុងពេលប្រជុំនោះមានឈ្មោះសូជាលេខាតំបន់23គួនជាអនុលេខាតំបន់23ឆែមជាលេខាសេនាធិការសែលជាអនុលេខាសេនាធិការឆិតជាសមាជិកសួនជាលេខាកងវរៈសេនាតូចកំភ្លើងធំសែនជាលេខាវរៈសេនាតូចលេខ75ពិនជាអនុលេខាវរៈសេនាធំលេខ130កាវនជាអនុលេខាវរៈសេនាធំលេខ112តំបន់23សាមនជាលេខាកងវរៈសេនាធំលេខ130តំបន់23សាទជាលេខាកងវរៈសេនាធំលេខ112តំបន់23សារ៉ាត់ជាអនុលេខាកងវរៈសេនាតូចលេខ73ជាអនុលេខាកងវរៈសេនាតូចលេខ90សគុណជាលេខាខូសើបការកំហៀងជាសមាជិកបច្ចេកទេសពេទ្យតំបន់23យ៉ានជាអនុលេខាខូសើបការសាលីវជាលេខាស្រុកប្រសូតផនជាលេខាស្រុកកំពង់រោសត្យាជាសមាជិកផ្នែកនយោបាយនិងឈ្មោះធឿនជាគណៈយុវករយុវជនកុម្មុយនីសកម្ពុជាមន្ទីរសេនាធិការ
ពេលនោះកំផាននៅអង្គុយខាងក្រៅប៉ុន្តែបានស្ដាប់ឮផែនការរបស់ឈ្មោះសូដែលបាននិយាយថាយើងត្រូវធ្វើសកម្មភាពឆ្នាំ1976យើងត្រូវរៀបចំកម្លាំងរបស់យើងគ្រប់មុខសញ្ញាដើម្បីធ្វើការអុកឡុកបោកគ្រាប់បែកនៅគ្រប់មូលដ្ឋានពេលប្រជុំចប់សែលទទួលមុខសញ្ញានៅខាងស្រុកប្រសូតនិងស្រុកចន្ទ្រាពេលនោះឈ្មោះសែលកំផានសែងណនបានទៅដល់សមរភូមិជីកូហើយកងទ័ពវៀតណាមចាប់ផ្ដើមធ្វើសកម្មភាពចូលមកម៉ែថ្ងោកដែលឃ្លាតឆ្ងាយពីព្រំដែនប្រហែល10គីឡូម៉ែត្រក្នុងពេលជាមួយគ្នានោះឈ្មោះសែលក៏បានបញ្ជាកងទ័ពផ្ទាល់ដោយឲ្យឈ្មោះកាវ៉នដកទ័ពថយមកក្រោយវិញឆ្លៀតពេលនោះកងទ័ពវៀតណាមចាប់ផ្ដើមធ្វើសកម្មភាពកាប់សម្លាប់កងចល័តនិងប្រជាជនអស់70នាក់និងចាប់យកប្រជាជនទៅក្នុងប្រទេសវៀតណាមអស់ចំនួន60នាក់ក្រោយពីកងទ័ពវៀតណាមធ្វើសកម្មភាពហើយឈ្មោះសែលនិងកំផានបានចុះទៅកន្លែងរបស់កាវ៉ននៅម៉េះថ្ងោកហើយសែលបាននិយាយថាមិត្តត្រូវចុះទៅឲ្យជាប់នឹងសមរភូមិជាមួយបងប្អូនងាយស្រួលលើដំណើរការធ្វើសកម្មភាពរបស់យើងតទៅទៀតក្រោយមកទៀតឈ្មោះសែលឲ្យកំផានយកសម្បត្តិទៅឲ្យឋានកងទ័ពវៀតណាមហើយឋានបានប្រាប់កំផានថាលើបញ្ហាកងទ័ពរបស់ខ្ញុំមិនទាន់ជុំគ្នាទេរួចហើយកំផានបានយកដំណឹងនេះទៅប្រាប់ឈ្មោះសែលវិញពេលនោះឈ្មោះសូក៏បានហៅក្រុមក្បត់របស់ខ្លួនមកប្រជុំនៅកូគីសោមក្នុងស្រុកប្រសូតដែរពេលប្រជុំកំផាននិងសេងបានឮឈ្មោះសូនិយាយថាថ្ងៃនេះខ្ញុំជម្រាបផែនការមួយចំនួនក្នុងខែធ្នូឆ្នាំ1977នាពេលខាងមុខនេះវៀតណាមចូលមកក្នុងទឹកដីខេត្តស្វាយរៀងរបស់យើងទាំងមូលមិត្តត្រូវរៀបចំកម្លាំងរបស់យើងឲ្យបានស្រួលដើម្បីបើកផ្លូវឲ្យកងទ័ពវៀតណាមចូលមកទី1បើកផ្លូវកៅអីច្រកផ្លូវវៀតណាមចូលមកពីខាងកើតទី2បើកផ្លូវគ្រឿងច្រកផ្លូវវៀតណាមឲ្យកងទ័ពវៀតណាមចូលមកតាមផ្លូវជាតិលេខ13ក្រោយពីប្រជុំហើយឈ្មោះសែលបានចាត់ឲ្យកំផានទៅតាក់ទងនៅកន្លែងឈ្មោះថាំងកងទ័ពវៀតណាមកាន់ខាងកងពលលេខ7ដើម្បីយកសម្បត្តិទៅឲ្យហើយឈ្មោះថាំងបានប្រាប់កំផានវិញថាកម្លាំងរបស់ខ្ញុំដែលទៅនៅតាខុបនោះខ្ញុំដកមកវិញហើយនៅខែធ្នូឆ្នាំ1977វេលាម៉ោង5ទៀបភ្លឺកងទ័ពវៀតណាមក៏ចាប់ផ្ដើមផ្ទុះអាវុធគ្រប់មុខសញ្ញាហើយកងទ័ពវៀតណាមបានចូលមកដល់កូគីសោមដែលមានខ្សែរបស់សូនិងសែលហើយពេលនោះឈ្មោះសែលបានបញ្ជាកងទ័ពរបស់ខ្លួនឲ្យដកថយគ្រប់មុខសញ្ញានៅក្នុងខែដដែលនេះដែរសែលបានឲ្យកងទ័ពវៀតណាមយកឡានដឹកគ្រាប់គ្រប់ធុននិងយកកាំភ្លើងធុន120លីចំនួន1ដើមយកទៅវត្តក្តៀងរាយខាងកើតស្រុកប្រសូតក្រោយពីកងទ័ពវៀតណាមបានយកឡានដឹកគ្រាប់គ្រប់ធុននិងកាំភ្លើង120លីចំនួន1ដើមមកដាក់រួចហើយឈ្មោះសែលក៏បានចុះធ្វើសកម្មភាពនៅមុខសញ្ញាស្រុករមាសហែកហើយឈ្មោះសែលបានឲ្យឈ្មោះសេងនិងកំផានទៅហៅសមនប៉ិនកាវ៉នសួននិងឈ្មោះសាទដើម្បីមកប្រជុំនៅវត្តដូងចាស់វត្តមាននៅពេលប្រជុំនោះមានឈ្មោះសែលជាគណៈសេនាធិការសមនជាលេខាកងវរសេនាធំ130តំបន់23សាទជាលេខាកងវរសេនាធំលេខ112ប៉ិនជាអនុលេខាកងវរសេនាធំលេខ130កាវ៉នជាអនុលេខាកងវរសេនាធំលេខ112និងឈ្មោះសួនជាលេខាកងវរសេនាធំកំភ្លើងធំផែនការប្រជុំមាន3មុខសញ្ញាគឺឲ្យកងទ័ពវៀតណាមចូលមកតាមផ្លូវបាត់ត្រាស់ឡើងមកខាងត្បូងខាងទួលប្រាសាទឲ្យកងទ័ពវៀតណាមចូលតាមវត្តតាឯកឆ្ពោះមកទិសខាងលិចនិងឲ្យកងទ័ពវៀតណាមចូលមកតាមច្រកចេកមាសសកម្មភាពក្បត់ប្រឆាំងនឹងបដិវត្តន៍ខ្មែរក្រហមក្នុងឆ្នាំ1978នៅខែកុម្ភៈឆ្នាំ1978សាលបានហៅសៀនសេងម៉ានសាមិត្តនិងកំផានដើម្បីណែនាំលើបញ្ហាធ្វើសកម្មភាពបោកគ្រាប់បែកដាក់ឡានតូចរបស់កម្មាភិបាលខ្មែរក្រហមនិងឲ្យបោកគ្រាប់បែកនៅតាមមូលដ្ឋានមន្ទីរក្រសួងរបស់បដិវត្តន៍ក្រោយពីទទួលបានការណែនាំហើយឈ្មោះម៉ាននិងឈ្មោះសៀនបានធ្វើសកម្មភាពបោកគ្រាប់បែកដាក់ឡានរបស់កម្មាភិបាលខ្មែរក្រហមដោយជាឡានរបស់ប៉ិននិងឡានរបស់ណាតចំនួន2គ្រាប់ប៉ុន្តែมันបានសម្រេចតាមការណែនាំឡើយព្រោះគ្រាប់បែកបានធ្លាក់ពីក្រោយឡានត្រង់ថ្នល់កែងនៅទួលក្រូច
ក្រោយមកទៀតកំផានបានឮសើនិយាយគ្នាជាមួយឈ្មោះច័ន្ទជាអនុលេខាស្រុកប្រសូតដោយមានខ្លឹមសារថាខ្ញុំតាក់ទងមិត្តលើកម្លាំងឲ្យធ្វើសកម្មភាពចូលមកក្នុងប្រសូតពីព្រោះកម្លាំងរបស់មិត្តខាងបច្ចុប្បន្នចូលមកនៅទួលប្រាសាទហើយក្រោយពីតាក់ទងជាមួយឈ្មោះថាំងកងទ័ពវៀតណាមជាលេខាកងពលលេខ3រួចហើយឈ្មោះសែលក៏បានវិលត្រឡប់មកវិញនៅខែមីនាឆ្នាំ1978ឈ្មោះសែលបានឲ្យកំផានទៅបោកគ្រាប់បែកសម្រាប់កម្មាភិបាលខ្មែរក្រហមឈ្មោះប៉ិននិងណាតម្ដងទៀតពេលដែលកំផានធ្វើដំណើរពីកន្លែងមកជាមួយសាទហើយពេលមកដល់ត្រង់ថ្នាក់កែងភូមិក្រូចត្រង់ផ្ទះរបស់កងទ័ពស្រុកសំរោងកំផានបានផ្ញើកាំភ្លើងអាការចំនួន1ដើមនិងខោអាវមួយកំភ្លេទុកនៅទីនោះហើយបានដើរសម្ដៅទៅកន្លែងរបស់ប៉ិននិងណាតក្នុងគោលបំណងសម្រាប់កម្មាភិបាលខ្មែរក្រហមទាំងពីររូបនេះប៉ុន្តែពេលនោះស្រាប់តែត្រូវកងទ័ពរបស់ឈ្មោះប៉ិនចាប់ខ្លួនកំផានតែម្ដងនៅវេលាម៉ោង12យប់យោងប្រភពឯកសារលេខ J00754 ដែលជាប្រភពឯកសារចម្លើយសារភាពរបស់កំផានដែលត្រូវពួកខ្មែរក្រហមចោទថាជាជនក្បត់បដិវត្តន៍មានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាដែលមានចំណងជើងថាប្រវត្តិសកម្មភាពក្បត់របស់កំផានចុះថ្ងៃទី27ខែមីនាឆ្នាំ1978មានចំនួន29សន្លឹកនៃឯកសារដើមនិងចម្លើយសារភាពរបស់កំផានធ្វើនៅថ្ងៃទី24ខែមីនាឆ្នាំ1978ក្រោមការសួរចម្លើយរបស់សមមិត្តជូចម្លើយនេះមានបញ្ជាក់ដោយអ្នកសួរដាក់ថាអ្នកសារភាពសរសេរដោយដៃផ្ទាល់របស់កំផានចម្លើយសារភាពនេះបានចម្លងជាអក្សរអង់គ្លេសលេខចប់នៅថ្ងៃទី27ខែមីនាឆ្នាំ1978លើពីនេះទៀតចម្លើយសារភាពមានបញ្ជាក់អំពីកម្លាំងក្បត់ចំនួន45នាក់ក្នុងនោះកម្លាំងដែលមិនទាន់ចាប់ខ្លួនបានមានចំនួន35នាក់និងកម្លាំងដែលចាប់បានមានចំនួន10នាក់ប៉ុន្តែចំណុចសំខាន់នៃឯកសារនេះគឺមានចំណារបស់ដូចប្រធានគុកទួលស្លែងបានសរសេរផ្ញើទៅថ្នាក់លើមានខ្លឹមសារថាបងជាទីគោរពអានេះវាចូលទៅប្រងបោកគ្រាប់បែកកន្លែងប៉ិនម៉ោង12យប់មានរាយការណ៍ជូនអង្គការម្ដងហើយជាកំណត់ហេតុចម្លើយលម្អិតលើកនេះក៏មិនស៊ីជម្រៅប៉ុន្មានដែរវានិយាយត្រឹមតែវាជានិរសាររត់សម្បត្តិនិងរត់ពាក្យរបស់មេវាទាំងបងយួនទាំងបងខ្មែរឯកសារនេះជូនបង89ពីច្បាប់ហើយដោយគោរពដូច27/378ទុកឯកសារតូ28/378បានទទួលនៅថ្ងៃទី28ខែមីនាឆ្នាំ1978